GTA នៅក្នុងជីវិតពិតយើងបានឃើញហើយបងប្អូនឥឡូវនេះយើងមកមើលបរិយាកាសនៅក្នុងហ្គេម Heyday ជីវិតពិតម្ដងដែលនៅខេត្តបាត់ដំបងនេះគេមានកន្លែងមួយដែលតំតែរៀបចំថ្មីគឺយកទីធ្លាក្រោយផ្ទះរបស់គាត់នេះមករៀបចំជាហាងកាហ្វេហើយពេលល្ងាចគាត់មានលក់មីហិលមីអីចាហើយមីហិលនៅភ្នំពេញមីហិលនៅផ្ទះអីហ្នឹងរសជាតិសាបមិនសូវឆ្ងាញ់ទេបងប្អូនតតែមីហិលនៅភ្នំសំពៅដូចនៅកន្លែងរបស់គាត់នេះបានវាឆ្ងាញ់ដោយសារតែបរិយាកាសរៀបចំមានសួនបន្លែមានកន្លែងចំមន់វាលស្រែអីមើលទៅឃើញភ្នំឃើញអីចាបានរសជាតិមីហិលហ្នឹងវាឡើងទៅមកកម្រិតទៀតអានេះអាចថាមីហិលនេះវារសជាតិឆ្ងាញ់បែបកម្រិតកំពូលហើយដោយសារតែបរិយាកាសទាំងអស់នេះខ្យល់អាកាសអីអូអែមណាស់បងប្អូនហើយពិតជាសរសើរបងប្អូនម្ចាស់ហាងដែរដែលគាត់រៀបចំកន្លែងនេះបានស្អាតមែនទែនតាមពិតទីតាំងរបស់គាត់នេះគឺនៅជាប់នឹងផ្លូវធំហ្នឹងហ្មងបងប្អូនតែខាងមុខជាម៉ាតជាការ៉ាសាំងអីចឹងទៅប៉ុន្តែគាត់ឆ្នៃអាទីធ្លាក្រោយផ្ទះដែលនៅសល់ហ្នឹងជាប់ទៅវាលស្រែហ្នឹងបែរទៅភ្នំដែលបងប្អូនឃើញនេះគាត់ឆ្នៃមកធ្វើជាធុងមន់ដែលគាត់ចំមន់ជាប្រភេទមន់ពងណានេះយើងអាចយកកត្រកអីចេះទៅរើសអាពងមន់នៅក្នុងធុងអីរបស់គាត់ទៅអាចយកមកឲ្យគេចំអិនជៀនដាក់មីហិលជៀនអីគោះដាក់មីហិលគោះអីក៏បានដែរនិយាយទៅគឺយើងអាចទិញពងមន់ដែលថ្មីក្តៅពងភ្លាមហ្នឹងយកមកឲ្យគាត់ចំអិនញ៉ាំបានហើយនៅកន្លែងរបស់គាត់នេះមានបាយឆាមានមីហិលអីចឹងទៅពេលល្ងាចមានកាហ្វេមានអីធម្មតាហើយគាត់បើកចាប់ពីព្រឹកមកម៉ោង7រហូតដល់ម៉ោងដូចជា9យប់បងប្អូនទីតាំងហាងកាហ្វេរបស់គាត់នេះពេលដែលយើងឃើញតាម TikTok ដំបូងខ្ញុំជឿថាមិនមែនមានតែខ្ញុំទេបងប្អូនដែលយើងគិតថាជារូបភាព AI ឬមួយក៏ជារូបភាពមួយនៅប្រទេសគេមិនមែនជាទីតាំងនៅស្រុកខ្មែររបស់យើងទេដោយសារតែការរៀបចំនេះគឺសឹងថាដូចដកចេញពី Pinterest ចឹងហើយសូម្បីតែ TikTok របស់គាត់ផុសទៅហ្នឹងក៏មានជនបរទេសចូលខមមិនច្រើនមែនទែនបងប្អូនហើយយើងគិតថាមិនមែនជាទីតាំងហាងនៅប្រទេសខ្មែររបស់យើងទេតែដល់ពេលយើងស៊ើបសួរទៅបានដឹងថានៅខាងភ្នំសំពៅនេះទេនៅខេត្តបាត់ដំបងបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលឆ្លងកាត់ខេត្តបាត់ដំបងអីហ្នឹងអាចមកលេងបាននៅកន្លែងរបស់គាត់នេះមានចិញ្ចឹមមាន់មានដាំតកួនមានដាំខែលមានសាឡាត់មានអីចឹងទៅគាត់ព្យាយាមបរិច្បន្ថែមទៀតឥឡូវដើម្បីឲ្យវាបានធំទលាយដើម្បីទទួលភ្ញៀវបានច្រើនហើយបរិយាកាសស្អាតបងប្អូនគាត់មានជាន់លើអាចយើងមើលទៅឆ្ងាយមើលទៅឃើញភ្នំសំពៅក៏បានយើងមើលទៅឃើញភ្នំនៅវាលស្រែរបស់គាត់នោះមួយក៏បានដែរនិយាយទៅទីតាំងរបស់គាត់នេះដូចជាទួលមួយក្រោយផ្ទះរបស់គាត់ដែលមើលទៅឃើញវាលស្រែនៅខាងក្រោយផ្ទះហើយចឹងទៅហើយគាត់រៀបចំបន្ថែមមានដាំចេកមានដាំឈើអីចឹងទៅហើយមានតុមានកៅអីគាត់មានលក់កាហ្វេពេលព្រឹកអីចឹងទៅពេលល្ងាចយើងអាចញ៉ាំមីហិលអីនៅកន្លែងរបស់គាត់នេះហើយសម្រាប់ការរៀបចំដេគ័រអីរបស់គាត់ហ្នឹងគឺមិនមែនឃើញតែក្នុងវីដេអូស្អាតទេបងប្អូនសូម្បីតែយើងទៅដល់ផ្ទាល់ក៏ស្អាតដែរទីតាំងមួយណាក៏យើងចាប់ប្លង់មកយើងថតរូបយើងថតវីដេអូមកគឺឃើញស្អាតពិសេសគឺមន់របស់គាត់នេះយើងគ្រាន់តែយកតកួនមកឲ្យចំណីមន់នេះក៏យើងឃើញថាជាសកម្មភាពមួយតាក់ទាញដែរបងប្អូនពេលទៅបាត់ដំបងកុំភ្លេចបងប្អូនអានេះគឺជាគំរូមួយល្អដែរសម្រាប់បងប្អូនដែលមានដីមានអីទុកចោលអីចឹងយើងអាចកែច្នៃបានសប្តាហ៍នេះគាត់លក់ដាច់បងប្អូនប៉ុន្តែថ្ងៃដែលខ្ញុំទៅនេះវាចន្លោះម៉ោង3ម៉ោង4ហ្នឹងគឺមិនមែនជាពេលដែលមានភ្ញៀវច្រើនទេអញ្ចឹងមានតែខ្ញុំប្រហែលអ្នកហើយភ្ញៀវតិចតួចភាគច្រើនពេលល្ងាចម៉ោង5មនុស្សច្រើនបងប្អូនគេទៅញ៉ាំមីហិលហ្នឹងភាសាមីហិលមកគាត់ឆ្ងាញ់ភាសាវាមានវីតាមីន A ដាក់ចូលទៅក្នុងហ្នឹងទៀតអញ្ចឹងណាមានខ្យល់អាកាសមានទេសភាពអីចឹងទៅស្រូបយកចោលអាកាសបរិសុទ្ធអីញ៉ាំមីហិលហ្នឹងទៅឆ្ងាញ់ហើយសម្រាប់ពេលព្រឹកទៅកាហ្វេនៅហ្នឹងអែមបងប្អូនបរិយាកាសថ្ងៃរះអីចឹងទៅអែមហើយទីតាំងរបស់គាត់យើងឡើងមកជាន់ចេះមកយើងអាចមើលទៅឃើញភ្នំសំពៅនៅចិត្តហ្នឹងទេហើយសម្រាប់បងប្អូនដែលចង់ទៅចាំខ្ញុំដាក់ទីតាំងនឹងព័ត៌មានបិទឲ្យបងប្អូនដែរនៅក្នុងខមមិនអរគុណបងប្អូនជំរាបលាបាយ